ថៃផែនដីសញ្ញកាប់អត់មានប្រពុតបានត្រាមើលរវឹងរវើយលហលហេវប៉ុណ្ណានឹងឯងហើយផែនដីមួយហ្នឹងមាន64អន្តរកាប់4ដងណា64អន្តរកាប់4ដងណាហើយមួយអន្តរកាប់ហ្នឹងពេលវេលាប៉ុណ្ណាចាប់ផ្ដើមពីមនុស្សអាយុមួយអាសង្ខ័យឆ្នាំខៃចុះមក100ឆ្នាំចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំតម្រាំតែដល់មកមនុស្សអាយុ10ឆ្នាំអង្វែងប៉ុណ្ណាហើយបានខៃឡើងទៅវិញកូនអ្នក10ឆ្នាំអាចថាបាន20ឆ្នាំអីកូនអ្នក20អាចបាន40រៀងលឿនបន្តិចទទួលគ្នានឹងមនុស្សអាយុមួយអាសង្ខ័យឆ្នាំវិញនេះបានឈ្មោះថាមួយអន្តរកាប់ហើយរបៀបហ្នឹងចុះហើយនឹងឡើងចុះហើយនឹងឡើងហ្នឹង64ណា64ចុះហើយនឹងឡើងហ្នឹងហៅថា64អន្តរកាប់អាហ្នឹងហើយដល់ទៅពេលត្រូវភ្លើងឆេះរយៈពេលប្រវែងហ្នឹងប្រហែលហ្នឹងបានឆេះរលាយកាប់ហ្នឹងស្មើនឹង64អន្តរកាប់ហ្នឹងហើយគឺថាសូនអត់មានលោកហ្នឹងចក្រវាលហ្នឹងណាប្រវែងនឹងដែរប្រហែលនឹងដែរពេលវេលាតម្រាំតែចាប់ដើមកកើតឡើងវិញរហូតមកដល់មានមនុស្សរស់នៅបានប្រហែលនឹងដែរ64អន្តរកាប់4ដងបានឈ្មោះថាមួយមហាកាប់គឺផែនដីមួយហើយផែនដីមួយហ្នឹងមួយហើយមួយទៀតមួយហើយមួយទៀតអត់ពុទ្ធបានត្រាស់ហ្នឹងមួយអាសង្ខ័យមហាកាប់ហ្នឹងលវឹងលវើយលហលហេវទៅប៉ុណ្ណាដល់តែយើងសង្វេគចឹងទៅឥឡូវយើងបានមកជួបពធัวហើយតែយើងគិតចង់ឲ្យកិលេសដឹកនាំយើងដល់ណាទៀតនឹងឯងចឹងអាហ្នឹងឯងដែលយើងសង្វេគដល់អញ្ចឹងទៅយើងមិនអាចឲ្យអភ័យអ្នករតីបានទៅយើងមិនតាន់មានមេត្តាចិត្តចម្រើនឡើងចាប់ផ្ដើមឲ្យអភ័យខ្លួនយើងនឹងឯងចឹងពិចារណាដែលយើងប្រាថ្នាសេចក្តីសុខហ្នឹងចឹងទៅត្រូវសុខទាំងផ្លូវកាយសុខទាំងផ្លូវចិត្តនឹងឯងចឹងហើយសុខទាំងអស់នេះមិនមែនតាកតួងនឹងរឿងមានក្រអីចឹងទៅទេតែតាកតួងនៅត្រង់ការដែលថាយើងអាចមានបញ្ញាចម្រើនឡើង